វីដេអូនេះគឺសូមផ្ញើជូនទៅកាន់អ្នកគ្រប់គ្រងសន្តិសុខបាទណៃសន្តិសុខនៅខាងបរិយាជីកមុងជាពិសេសហ្នឹងហើយបងប្អូនដោយសារតែខ្ញុំបានឃើញនៅវីដេអូមួយដែលចេញឲ្យមន្ត្រីនៃនយោបាយប្រឆាំងបដល្មើសបច្ចេកវិទ្យាបានធ្វើការប្រកាសឲ្យពាក់ព័ន្ធទៅនឹងរាល់ពលរដ្ឋទូទៅគឺហាមដាច់ខាតមិនឲ្យមានបុគ្គលឯកជនដែលជាជនមិនស្គាល់អត្តសញ្ញាណហ្នឹងមានសិទ្ធិមកថតរូបរបស់ពួកយើងក៏ដូចជាមានសិទ្ធិមកទាមទារនៅអត្តសញ្ញាណប័ណ្ណរបស់ពួកយើងយកទៅថតដើម្បីរក្សាទុកជាដាច់ខាតបាទអញ្ចឹងនៅពេលដែលខ្ញុំឃើញនៅត្រង់ចំណុចហ្នឹងខ្ញុំនឹកឃើញទៅដល់ការពីមុនដែលខ្ញុំធ្លាប់ចូលទៅយកយើងនៅក្នុងបរិយាជីកមុងដោយមានខាងមន្ត្រីសន្តិសុខដែលគេប្រចាំការនៅខាងមុខហ្នឹងបាទនៅពេលដែលយើងចូលទៅយកយើងប្រាប់លេខផ្ទះលេខផ្លូវហើយគេអត់ចិត្តទេគេទាមទារមកថតបាទថតរូបយើងហើយគេទាមទារឲ្យយើងបង្ហាញអត្តសញ្ញាណប័ណ្ណដើម្បីថតយកទៅរក្សាទុកបន្ថែមទៀតអញ្ចឹងខ្ញុំចង់សុំសួរទៅកាន់បងប្អូនយើងដែលជាអ្នកដឹកជញ្ជូនទាំងអស់គ្នាហ្នឹងមិនថាតែផ្នែកឡានកង់3ឬក៏ម៉ូតូទេសួរថាតើផ្នែកខាងបាទសន្តិសុខនៅខាងបរិយាជីកមុងហ្នឹងនៅតែបន្តធ្វើនៅសកម្មភាពបែបហ្នឹងទៀតដែរឬអត់ពីព្រោះមួយរយៈហ្នឹងគឺខ្ញុំបាទខានចូលទៅយកយើងនៅក្នុងហ្នឹងយូរហើយខ្ញុំមិនដឹងថាគេនៅធ្វើសកម្មភាពអញ្ចឹងតទៅទៀតដែរឬអត់ទេណាបាទបើសិនជានៅមានបងប្អូនដាច់ខាតបាទបងប្អូនមានសិទ្ធិបដិសេធគឺមិនអនុញ្ញាតបាទគឺមិនអនុញ្ញាតឲ្យធ្វើការថតបាទសូម្បីតែខ្លួនយើងរូបយើងឬក៏អត្តសញ្ញាណប័ណ្ណយើងយកទៅរក្សាទុកជាដាច់ខាតពាក់ព័ន្ធទៅនឹងករណីហ្នឹងគឺខាងមន្ត្រីនៃនយោបាយប្រឆាំងបដល្មើសបច្ចេកវិទ្យាបានធ្វើការប្រកាសហើយបើសិនជាមានជនមិនស្គាល់អត្តសញ្ញាណមកថតរូបយើងមកថតនៅអត្តសញ្ញាណប័ណ្ណយើងយកទៅរក្សាទុកបើសិនជាជននឹងមានកំណត់មិនល្អហើយយកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកយើងហ្នឹងទៅបញ្ចូលជូនទៅកាន់ជនបាទជន scam អនឡាញជនបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាបាទយកទៅបង្កើតកុងធនាគារដើម្បីបាទធ្វើសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញបាទអញ្ចឹងពួកយើងនឹងគ្រោះថ្នាក់ហើយណាបងប្អូននឹងគ្រោះថ្នាក់ហើយអញ្ចឹងចំពោះវីដេអូនេះខ្ញុំសូមធ្វើការផ្ញើជូនទៅកាន់បាទអ្នកគ្រប់គ្រងផ្នែកខាងសន្តិសុខរបស់បរិយាជីកមុងផងបើសិនជានៅមានបាទនៅតែមាននៅសកម្មភាពតម្រូវថតបាទថតរូបអ្នកដឹកជញ្ជូនថតនៅអត្តសញ្ញាណប័ណ្ណរបស់អ្នកដឹកជញ្ជូនបាទមិនថាតែគេទឹកឲ្យបានចូលទៅធ្វើការទទួលភ្ញៀវនៅក្នុងបរិយាហ្នឹងបើសិនជានៅមានសកម្មភាពបាទទាមទារថតរូបថតនៅអត្តសញ្ញាណប័ណ្ណគួរតែធ្វើការបញ្ឈប់ជាបន្ទាន់បាទត្រូវតែធ្វើការបញ្ឈប់ជាបន្ទាន់ព្រោះសកម្មភាពបែបហ្នឹងគឺខាងច្បាប់អត់មានអនុញ្ញាតឲ្យបុគ្គលឯកជនណាមកថតរូបថតនៅព័ត៌មានផ្ទាល់ខ្លួនរបស់គេទេគេអាចចាត់ទុកបានថាជាការរំលោភនៅសិទ្ធិឯកជនរបស់គេខ្លាំងមែនទែនអញ្ចឹងបើសិនជានៅមានសកម្មភាពបែបហ្នឹងទៀតខាងអ្នកគ្រប់គ្រងសន្តិសុខរបស់បរិយាជីកមុងគួរតែធ្វើការបញ្ឈប់ជាបន្ទាន់បាទមានវិធីសាស្ត្រផ្សេងក្នុងការរឹតបន្តឹងទៅបាទដូចជាការថតនៅស្លាកលេខយានជំនិះទៅអាហ្នឹងវាមិនបញ្ហាទេថតនៅរបាយការណ៍ដែលភ្ញៀវគាត់ booking បាទឲ្យអ្នកដឹកអីវ៉ាន់យកទៅឲ្យអ្នកបាទកង់3ក៏ដូចជាឡានតាក់ស៊ីហ្នឹងចូលទៅយកភ្ញៀវបាទថតរបាយការណ៍ booking ហ្នឹងទៅមិនមែនជាដៃណាមកឲ្យដៃឲ្យឡានចូលទៅយកកើតទេតែបើគេតាក់ទងតាមលេខទូរស័ព្ទឯណាតាម Telegram ឲ្យចូលអាហ្នឹងក៏យើងពិនិត្យតាមរបាយការណ៍ហ្នឹងទៅបាទតាក់ទងទៅភ្ញៀវសួរនាំអីផ្សេងទៅបើសិនជាគេ booking តាម app វាអត់បាក់ទេថតតាមរបាយការណ៍តាម app ហ្នឹងក៏ចប់ដែរអញ្ចឹងវាមានដំណោះស្រាយក្នុងវិធីក្នុងការរឹតបន្តឹងបាទវាមានច្រើនមិនមែនតម្រូវតតែថតរូបតតែថតឯកសារតខ្លួនរបស់គេដូចជាអត្តសញ្ញាណប័ណ្ណយកទៅបាទរក្សាទុកទេអាហ្នឹងវាហាក់ដូចជាលើសជ្រុលហើយបាទហើយមិនបាច់ឆ្ងល់ទេថាហេតុអីបានជារាល់អ្នកដឹកជញ្ជូនហ្នឹងគេមិនសប្បាយចិត្តជាមួយនឹងក្រុមសន្តិសុខដែលទាមទារថតរូបរបស់គេបាទទាមទារថតនៅអត្តសញ្ញាណប័ណ្ណរបស់គេពីព្រោះគេខ្លាចបាទខ្លាចដូចទៅនឹងអ្វីដែលខាងមន្ត្រីនៃនយោបាយប្រឆាំងបដល្មើសបច្ចេកវិទ្យានឹងលើកឡើងបាទគេខ្លាចនាំទុកលំបាកមកកាន់ខ្លួនគេអញ្ចឹងសង្ឃឹមថាអ្នកគ្រប់គ្រងខាងសន្តិសុខនៃបរិយាជីកមុងហ្នឹងបើសិនជានៅតែមានសកម្មភាពបែបហ្នឹងទៀតបាទគួរតែបញ្ឈប់ជាបន្ទាន់ទៅបាទ